បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពដំណើរការម៉ាស៊ីនបោកគក់អញ្ចឹងមុនយើងបោកយើងត្រូវយកខោមកដាក់ក្នុងម៉ាស៊ីនអញ្ចឹងបងប្អូនយកបាវាដាក់ក្នុងម៉ាស៊ីនហើយបានយើងមើលវីដេអូវាអញ្ចឹងមើលវីដេអូវាយើងកត់វីដេអូវាដាក់នៅក្នុងกระดาษវាត្រូវបោករូបមន្តអីចឹងដើម្បីឲ្យដឹងថាយើងត្រូវដាក់ថ្នាំអីឬក៏ដាក់ទឹកអីប៉ុន្មានចឹងមុនយើងកត់វីដេអូហើយយើងត្រូវបិទកាមេរ៉ាវាបងប្អូនកន្លែងហ្នឹងសឹកកន្លែងបញ្ហាគ្រោះថ្នាក់ចឹងហើយយើងកលឹះយើងត្រូវបិទវាចិត្តមកយើងយកមកខោពីរខោយកទៅកន្លែងផលិតប៉ាន់មើលសិនយើងត្រូវបោកដាក់ពណ៌អីឬក៏ដាក់ត្រូវជាមួយប៉ាន់អីមិនចឹងគេមានកន្លែងចិនមួយចឹងទុកផលិតមើលប៉ាន់ចឹងហើយពេលដែលយើងផលិតមើលប៉ាន់ហើយយើងត្រូវខាងគាត់អ្នកមើលប៉ាន់ហ្នឹងគាត់ត្រូវសេกระดาษរូបមន្តអីត្រូវបោកដាក់ថ្នាំមិនឬក៏ដាក់ទឹកអីមិនចឹងហ្នឹងឥឡូវយើងមកវិញហើយចាប់ផ្ដើមដាក់កលឹះឲ្យជាប់បងប្អូនឡើយហ្នឹងតែមិនកលឹះមិនជាប់ទេពេលយើងបើកម៉ូទ័រមកយើងអាចមានបញ្ហាចឹងមើលគាត់ត្រូវបើកទឹកប្រមាណអីចឹងឬក៏ចំហាយប្រមាណចឹងបើកប្រហែលម៉ោងឬក៏ប្រហែលនាទីចឹងបងប្អូនអាហ្នឹងលក្ខណៈថាតាមរូបមន្តរបស់គេចឹងបងប្អូនអ្នកធ្លាប់ធ្វើខាងបោកគក់ប្រកាសជាយល់ហើយបងប្អូនតែបើបងប្អូនមិនដែលធ្វើប្រហែលជាមិនដឹងត្រូវគេបោកមិនអីមិនទេចឹងខ្ញុំគ្រាន់តែធ្វើវីដេអូថតបង្ហាញឲ្យបងប្អូនខ្លីៗទស្សនាកំសាន្តលេងថាដំណើរការម៉ាស៊ីនបោកគក់គេត្រូវដំណើរការបែបម៉េចចឹងម៉ូទ័រពងវល់បងប្អូនម៉ូទ័រហ្នឹងពងដំណើរការគាត់អ្នកម្នាក់ឯងកាន់ម៉ាស៊ីនមួយចឹងវាមានច្រើនម៉ាស៊ីនម្នាក់ត្រូវកាន់ម៉ាស៊ីនមួយចឹងដល់នាទីគេត្រូវបាចេញបងប្អូនមួយគេចុចចឹងបើកាមេរ៉ាវាចឹងហ្នឹងហើយមើលណោះត្រូវបិទកុងតាយស្រួលបួហើយយើងបើកកលឹះវាចឹងមកចឹងយើងត្រូវយកខោហ្នឹងទៅមើលប៉ាន់ម្ដងទៀតប៉ាន់ទឹកចឹងព្រោះមានអ្នកប្រធានតាមក្រុមចឹងមួយឡាញម្នាក់ទុកមើលប៉ាន់ទឹកចឹងថាវាពណ៌វាអូខេមិនអូខេស្រួលយើងបោកបន្តទៀតឬក៏បាចេញចឹងហ្នឹងឥឡូវប្រធានគេនៅកន្លែងឥឡូវចាំមើលគេមកអត់មកនេះអ្នកមើលប៉ាន់ចឹងវាមានកណាត់គេមួយទុកប្រទៀងថាពណ៌វាអូខេឬក៏មិនអូខេចឹងដើម្បីឲ្យយើងពិនិត្យមើលថាវាត្រូវប៉ាន់បានយើងអូខេយើងបាចាញ់ចឹងហ្នឹងហើយបងប្អូនវីដេអូមាន